បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទសូមណែនាំអំពីឈុតថ្នាំដែលដោះស្រាយទៅលើដំពោះដង្កីដុំសាច់បានយ៉ាងប្រសិទ្ធភាពបើសិនជាពុកម៉ែបងប្អូនមានបញ្ហាដំពោះដង្កីដុំសាច់ដូចជាគីសដនគីដៃស្បូនគីខ្លាញ់គីទឹកគីឈាមគីខ្យល់ដេញគល់កដៅឬក៏ដំពោះដោះទៅតាមពុំកឬក៏ដោះលើសាច់ក្បាលដោះតាមដៃតាមជើងមិនថាពុកម៉ែបងប្អូនមានបញ្ហាដុំសាច់បែបណាទេអាចមកប្រឹក្សាដើម្បីជាជំរើសដែលល្អបំផុតហើយមិនថាពុកម៉ែបងប្អូនធ្លាប់រោគដំណោះស្រាយឬក៏ព្យាបាលគ្រប់បែបសពយ៉ាងហើយមិនថាយកថ្នាំចាក់ថ្នាំលាបថ្នាំរឹតឬក៏លេបនោះទេប៉ុន្តែมันបានធូរมันបានបាត់បណ្ណាសោះដំពោះដង្កីកាន់តែរីកកាន់តែធំពេលខ្លះធ្វើឲ្យបែកប្រេះឬក៏យើងធ្លាប់វះកាត់ហើយកាត់ឡើងមកវិញចុះពុកម៉ែបងប្អូនអាចងាកមកសាកល្បងឈុតផលិតផលជាផលិតផលមួយសម្រាប់ជាជំរើសដ៏ល្អបំផុតសម្រាប់ពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនមានបញ្ហានេះវាពិបាកក្នុងការរស់នៅពិបាកធ្វើឲ្យយើងទៅណាមកណាធ្វើកិច្ចការងារក៏ពិបាកមានអារម្មណ៍ធុញថប់ក្នុងខ្លួនធ្វើឲ្យយើងកាន់តែមិនចង់ព្យាបាលឲ្យអស់ជំរើសហើយអញ្ចឹងពុកម៉ែបងប្អូនអាចងាកមកប្រឹក្សាជាមួយខាងប្អូនដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុតទៅលើសុខភាពរបស់ពុកម៉ែបងប្អូននិងជាពិសេសសរីរាង្គកាយខាងក្នុងដើម្បីជួយទៅរំលាយប្រព័ន្ធអាហារជាតិពុលដុំពោះដុំគីដុំខ្លាញ់ឬក៏ជាតិខ្ទុះនៅក្នុងខ្លួនរបស់ពុកម៉ែបងប្អូនយ៉ាងប្រសិទ្ធភាពតែម្ដងជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនមានបញ្ហាទាំងអស់នេះកុំភ្លេចមកសិក្សាឬក៏ប្រឹក្សាជាមួយខាងប្អូនផ្ទាល់ឬក៏ឆាតនឹងទំនាក់ទំនងតាមលេខទូរស័ព្ទជាពិសេសពុកម៉ែបងប្អូនបានឃើញវីដេអូនេះកុំភ្លេចជួយ like comment និង share ទៅកាន់ពុកម៉ែបងប្អូនដទៃទៀតដែលគាត់មិនបានមើលមិនបានឃើញដើម្បីឲ្យគាត់យល់ដឹងអំពីឈុតផលិតផលនេះហើយយល់ដឹងអំពីសុខភាពជាចុងក្រោយខ្ញុំបាទសូមអរគុណនិងជម្រាបលា